យក្តីលំបាកស៊ូទ្រាំរំទុំនៅលើឈើឆ្កាងដោយឈើឆ្កាងនៃទុកលំបាករបស់ទ្រង់បានមកសង្គ្រោះយើងក្នុងទីងងឹតឲ្យមានជីវិតថ្មីឡើងចូលយើងកែប្រែចេញគំនិតថ្មីទទួលព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់គង់នៅជាមួយយើងឲ្យយើងមានក្តីសង្ឃឹមឡើងវិញគុណសូមអរព្រះគុណទៅដល់ព្រះជាម្ចាស់ដែលផ្ដល់ក្តីស្រឡាញ់ឲ្យយើងដោយមកជាជីវិតគឺដើម្បីគុណជួយយើងរឹងមាំដើរតាមព្រះអង្គដោយឈឺឆ្កាងនៃទុក្ខលំបាករបស់ទ្រង់បានមកសង្គ្រោះយើងក្នុងទីងងឹតឲ្យមានជីវិតថ្មីឡើងចូលយើងកែប្រែចេញគំនិតថ្មីទទួលព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់គង់នៅជាមួយយើងឲ្យយើងមានក្តីសង្ឃឹមឡើងវិញដោយឈើឆ្កាងនៃទុក្ខលំបាករបស់ទ្រង់បានមកសង្គ្រោះយើងក្នុងទីងងឹតឲ្យមានជីវិតថ្មីឡើងចូលយើង